Hello សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំបាទ Mr. Long នន់ទៀតហើយបាទថ្ងៃនេះគឺយើងមកលេង block pro ទៀតហើយគឺនៅក្នុង episode ទី12បាទបើសិនជាអ្នកទាំងអស់គ្នាអត់បានមើលជាមួយនឹង episode ទី11ទេកុំភ្លេចទៅមើលផង link ខ្ញុំដាក់នៅខាងក្រោម description បាទរួចដល់ហើយតចាប់ផ្ដើមបាទនៅក្នុង episode នេះគឺយើងនឹងទៅយករបស់មួយ item មួយដែលមានឈ្មោះថា accessory pinko បាទញ៉ោដឹងហៅឈ្មោះវាត្រូវអត់ទេបាក់ហៅដែរអញ្ចឹងខ្ញុំសុំហៅវាជាភាសាខ្មែរថាកាណាត់ពណ៌ផ្កាឈូកចោះបាទដោយសារតែវាមានពណ៌ផ្កាឈូកទេបាទអញ្ចឹងគឺសុំហៅវាអញ្ចឹងចោះតែវារឿងបាក់ហៅដែរយើងខ្ញុំសុំហៅវាភាសាខ្មែរថាអញ្ចឹងហើយបើសិនជាខុសឆ្គងគឺសុំឲ្យជេរ fly ផងបាទហ្នឹងហើយដងទៀតមិនហ្នឹងឈ្មោះស្អីគេ Alpha Free Pinko ហ៎អាហ្នឹងអញ្ចឹងហ៎ដឹងហើយខុសឆ្គងដឹងហើយបាទជួយអាប៉ែណាមកវាយជួយអាប៉ែនេះឆ្លើយឥឡូវចាប់ការប៉ែនេះមួយសិនដាក់ចូលហាំបូមកដាក់ចូលចង់ឆ្លើយមាន Mr. Long ចង់ឆ្លើយងាប់មួយបាទទៅហើយបាទឲ្យរៀងបាទខ្ញុំចង់វាយមួយ Mr. Long បាទឥឡូវដេកមួយបាទមកហាំបូមិញទៅហើយតែឥឡូវយើងទទួលបានស្អីគេមួយនេះអត់ខ្វល់ទេបាទអញ្ចឹងគឺយើងត្រូវទៅយកអាហ្នឹងបាទរបៀបយកវាអត់មានអីបាក់ទេយើងមកកោះគុក in pay down ហ្នឹងមកបើសិនជាអ្នកនរគ្នាស្គាល់ទេទៅមើលវីដេអូទី11របស់ខ្ញុំទៅគឺនឹងស្គាល់កោះហ្នឹងហើយបាទអញ្ចឹងគឺរបៀបយកអាកាណាត់ពណ៌ផ្កាឈុកហ្នឹងគឺអត់មានអីពិបាកទេអាកាណាត់របស់មេគុកមេប្រចាំគុកដូ Flamingo ហ្នឹងមកគឺស្រួលទេដំបូងគឺយើងត្រូវទៅវាយមេវាអូខេកាណាត់ហ្នឹងគឺអត់មានអីបាក់ទេយើងមកវាយមេវាមកហើយមេហ្នឹងវាខ្លាំងដែរវាគូ form ដែរសម្រាប់ឲ្យយើងវាយវាvàយើងល្មមប្រើព្រូតណាដែលដាក់ស្គៀចិត្តអីណាហ្នឹងគឺទៅរបស់វាហើយបាទវាយវាដែរវាវាយឈឺវាតាន់វាមានស្គៀញ៉ៃដែរយើងរៀងបបហាត់ដែរបាទតែអីទេខ្ញុំព្រួវាយវាទេឥឡូវមើលទៅបាទគឺខ្ញុំព្រួវាយគ្នាព្រួវាយមេនឹង2នាក់អាប៉ែនោះអាលេងផ្លូវកាត់បាទយើងមានគ្នាអាហ្នឹងយើងមានបាក់ពួរអីចឹងណាយើងមិនមែនហៅថាលេងខូចទេតែយើងមានញាតរាប់អានអញ្ចឹងគេហៅថានៅល្អបាទអញ្ចឹងតែយើងមនុស្សល្អគេចូលចិត្តរាប់អានយើងបាទអញ្ចឹងខ្ញុំមនុស្សល្អបាទឥឡូវអាប៉ែនៅរាប់អានហ្នឹងព្រោះគ្នាវាយមេណាបាទមិនគឺវាយអាប៉ែហ្នឹងដែរបាទមនុស្សល្អបកាច់អីមិនវាយគ្នាមួយគាត់សោះទេដើម្បីខ្លះជាមិត្តភាពដំបូងយើងត្រូវវាយគ្នាហ្វិនបាទបន្ទាប់ពីវាយគ្នារួចហើយយើងចាប់ដៃគ្នារាប់អានគ្នាបាទតែប៉ុណ្ណឹងឥឡូវយើងវាយវាមកបាទអញ្ចឹងអាមេនេះគឺល្បែម៉ានក៏មកយកបានដែរតែបើសិនជាយើងល្បែតូចមិនមកយកទេមហាវាយមិនឈ្នះវាទេអញ្ចឹងគឺល្បែម៉ានក៏មកយកបានដែរបាទហើយខ្ញុំសូមបញ្ជាក់ទៀតគឺអាមេហ្នឹងគឺមិនមែនវាយម្ដងបានទេគឺតាមសំណាងយើងទេបើសិនជាយើងសំណាងគឺវាយតែម្ដងបានហើយបាទតែបើយើងអត់សំណាងទេវាយ10ដងទេក៏មិនតាន់បានដែរគឺខ្ញុំវាយវាតែម្ដងបានហើយដូចអ្នកគ្នាឃើញអញ្ចឹងគឺខ្ញុំវាយ2ដងបាទលើកមុនវាយម្ដងបានហើយនៅក្នុង episode ទី11បាទហើយអាក្នុង episode នេះគឺវាយម្ដងទៀតគឺបានទៀតបាទពេលបានគឺវាលូនអញ្ចឹងឲ្យយើងមើលបាទអញ្ចឹងគឺធ្វើមកយើងមនុស្សសំណាងតែប៉ុណ្្នឹងអ្នកគ្នាវាយម្ដងបានហើយព្រោះជាអ្នកនរគ្នាចង់ខ្លាចជាមនុស្សសំណាងដែរកុំភ្លេច like និង subscribe វីដេអូរបស់ខ្ញុំមកក្នុង channel YouTube ខ្ញុំហ្នឹងគឺនឹងខ្លាចជាមនុស្សសំណាងដូចខ្ញុំហើយបាទហើយខ្ញុំនឹងបញ្ជាក់ម្ដងទៀតគឺអាកាណាត់ហ្នឹងគឺវាផលប្រយោជន៍របស់វាគឺវាបូកឈាមឲ្យយើង200ឈាមអ្នកគ្នា200ឈាម200ឈាមគឺច្រើនខ្លាំងមែនតើអញ្ចឹងអ្នកគ្នាគិតមើលខ្លួនឯងទៅយើងល្បែតូចហើយយើងទទួលបាន200ឈាមពីអាកាណាត់ហ្នឹងវាច្រើនណាស់បាទគឺច្រើនអ្នកគ្នាដូចមើលក្នុងវីដេអូហ្នឹងអញ្ចឹងបាទគឺវាបូកឲ្យយើង200ឈាមបាទអញ្ចឹងគឺវាអែមខ្លាំងតែយើងគួរតែមកយកវាមកទោះបីជាវាមិនក៏ដោយយើងនៅ level តូចរបស់ប៉ុណ្ណឹងគឺខ្លាំងហើយសម្រាប់យើងបាទអញ្ចឹងយើងកុំខ្វល់យើងមកយកមកចាំពេលដែលយើង level ធំយើងបោះវាចោលទៅយើងយករបស់ថ្មីខ្លាំងជាងហ្នឹងបាទតែចំពោះខ្ញុំខ្ញុំអត់ពាក់កណាត់ហ្នឹងទេខ្ញុំពាក់អាកណាត់ពណ៌ for របស់មេវាយបៀសហ្នឹងបាទកណាត់ពណ៌ for ហ្នឹងខ្ញុំខោធម្មតាហ្នឹងអាកណាត់ for របស់មេវាយបៀសខ្ញុំឆ្លាញ់អាហ្នឹងជាងតែថាតែទោះបីវាបោកអត់ច្រើនតែធ្វើមកចិត្តស្រឡាញ់គឺយើងចង់ពាក់អីបាទគឺវាស្អាតជាងអាកណាត់ពណ៌កាឈូកអាហ្នឹងតាមភ្នែករបស់ខ្ញុំមើលឃើញវាស្អាតគឺខ្ញុំពាក់អីស្អាតខ្ញុំពាក់អីបាទខ្ញុំឆ្លាញ់អាបោះវាយបៀហ្នឹងចេញហើយជាខ្ញុំពាក់អាហ្នឹងរហូតអីមិនទៀតខ្ញុំពាក់ដល់សមុទ្រទី3ក៏នៅតែពាក់ដែរទោះបីវាបូងតិចមិនក៏ដោយក៏នៅតែពាក់ដោយសារតែយើងឆ្លាញ់គឺវាមានតែប៉ុណ្្នឹងឯងបាទហើយខ្ញុំនឹងមកចែករំលែកគំនិតថោកទាបដើម្បីយកឈ្នះជាមួយនឹងអាមេដូ Flamingo នឹងដែលងាយស្រួលបើសិនជាអ្នកទាំងគ្នាមាន fruit ដែលមាន M1 ប្រើដូចជា Light ឬក៏ i fruit ឬអីផ្សេងទៀតទេគឺ fruit អ្នកទាំងគ្នាវាយបានចិត្តណាមិនមែន fruit វាយឆ្ងាយដូចជា Light fruit អីទេអញ្ចឹងគឺខ្ញុំនឹងប្រាប់ពីគំនិតថោកទាបដើម្បីវាយអាមេដូ Flamingo នៅងាយស្រួលកុំឲ្យយើងពិបាកបាទតែឥឡូវយើងចូលទៅកាន់វីដេអូគំនិតថោកទាបយើងអរគ្នាទៅបាទគំនិតថោកទាបហ្នឹងគឺអត់មានអីច្រើនទេបាទគឺយើងអស់អាមេដូ Flamingo មកបាទឥឡូវយើងវាយវាមកហ្វិនមកយើងធ្វើម៉េចអស់វាមកនេះអស់វាមកកន្លែងចាំងដូចខ្ញុំដូចក្នុងវីដេអូហ្នឹងបាទទៅគឺយើងវាយទៅបាទវាធ្វើអីចេញទេហ្នឹងហើយយើងវាយវាទៅមានអីហ្នឹងខោវាយអញ្ចឹងវាវាយយើងត្រូវមែនណាវាដាក់ស្គីវាយយើងត្រូវម្ដាយទេតែយើងវាយវាត្រូវច្រើនអញ្ចឹងគេថាយើងវាយរត់ដូចក្នុងវីដេអូខ្ញុំអញ្ចឹងមកវាយដកទៅគឺវាធ្វើអីចេញទេវាស្រួលយើងខ្លាំងមែនតើវាជាអែមខ្លាំងមែនតើវាធ្វើឲ្យយើងចេញទៅយើងវាយដកទៅហ្នឹងគឺវាយតាមហ្នឹងទៅបាទអាហ្នឹងបើសិនជាអ្នកនរគ្នាប្រើ proof frame ដែលអត់មាន M1 ប្រើដូចខ្ញុំដូច live proof ឬក៏អាចយើងអាចប្រើដៃឬក៏ជើងរបស់យើងហ្នឹងអាបាច់ជើងស្ដារបស់យើងបាច់គុណយើងហ្នឹងយកទៅវាយវាក៏ត្រូវដែរវាអាគ្នាទេអត់មានអីខុសទេអញ្ចឹងគឺខ្ញុំដាក់ឲ្យអ្នកគ្នាមើលតែម្ដងទៅបាទ
បាទគឺដូចអ្នកនរគ្នាឃើញអញ្ចឹងគឺយើងវាយត្រូវដូចអាគ្នាទេគ្មានអីខុសគ្នាទេបាទអញ្ចឹងយើងធាក់វាតាមនោះទៅធាក់រត់ទៅវាយរត់ទៅគឺងាប់មេនឹងបាត់ទៅហើយបាទបើមិនយើងវាយវាទល់មុខដូចអាក្នុងវីដេអូខ្ញុំវាយអាមុនដបូហ្នឹងគឺវាចាប់ខ្លាំងមែនតើអ្នកវេទនាហ្នឹងខំបានអាប៉ែនោះប្រើឲ្យព្រុតមកជួយវាយដែរទេបើអត់មានគាត់ទេប្រហែលយើងយូរជាងហ្នឹងបាទអញ្ចឹងគឺធ្វើតាមគំនិតខ្ញុំទៅអ្នកគ្នាដូចឃើញបាទគឺខ្ញុំវាយបានទៀតហើយដូចហៅកណិតថោកទៀតដូចអាក្រក់មើលពេកបើយើងថោកទៀតហ៎បានទៅប្រើកណិតថោកទៀតវាយគេអញ្ចឹងយើងចិត្តជាកូនប្រុសអត់ត្រូវប្រើកណិតថោកទៀតដើម្បីមកវាយជាមួយសត្រូវយើងទេបាទអញ្ចឹងគឺខ្ញុំសុំហៅអាហ្នឹងពីកណិតថោកទៀតថាប្រាជ្ញាចុះតែថាយើងឆ្លាតបាទយើងមានប្រាជ្ញាខ្ពស់យើងមានគំនិតខ្ពស់បានយើងអាចប្រើកណិតថោកទៀតមិនដែរអត់ទេបាទគឺតែថាយើងមានគំនិតឆ្លាតអញ្ចឹងបានយើងរកដំណោះស្រាយងាយស្រួលសម្រាប់យើងបាទអញ្ចឹងអាហ្នឹងគឺមិនគំនិតថោកទៀតទេអាហ្នឹងគឺតែថាយើងឆ្លាតបាទអាហ្នឹងគឺជាកលឹះវាយមេថ្មីអាហ្នឹងមិនគំនិតថោកទៀតទេបាទតាមពិតទៅអាហ្នឹងគំនិតថោកទៀតទេគឺជាអាប៉ែមីស្ទឡងបោកទេបាទហើយវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងដែរអត់មានអីច្រើនទេក្នុងការយកជាមួយនឹងអាកណាត់បកាឈូហ្នឹងបើសិនជាអ្នកគ្នាចង់បានជាមួយនឹងវីដេអូរបៀបយករបស់នៅក្នុងប្លុកគ្រូទៀតគឺកុំភ្លេច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងហើយកុំភ្លេច Like ផងបាទចឹងនៅក្នុង episode ក្រោយទៀតខ្ញុំនឹងទៅយករបស់យកឲ្យតែមានហ្វេក៏ដោយបាទនៅក្នុង blog ព្រូដោយតែយកកើតគឺខ្ញុំយកទាំងអស់បាទខ្ញុំនឹងធ្វើវីដេអូប្រាប់អ្នកគ្នាពីរបៀបយកទាំងអស់ព្រោះតាខ្ញុំដល់ល្បីយកគឺខ្ញុំនឹងទៅយកវាបាទអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរជួបនៅវីដេអូក្រោយទៀតបាទបាយ